សូមជូនរឿងចៅវាយកំពូលផ្ដាច់ការភាគទី12ឈុតត្រង់ចុះចាញ់តារានទូរស័ព្ទទៅរកអារីមដើម្បីនិយាយរឿងឲ្យស្ដាប់និងសូមការពិភាក្សាព្រោះពេលនេះមិនដឹងថានិយាយជាមួយអ្នកណាថាម៉េចគេវាយលុកខ្លាំងដល់ម្លឹងផងឬសំឡេងរបស់អារីមរំភើបជាងភ្ញាក់ផ្អើលតាមពិតទៅមិនបានខ្លាំងដល់ថ្នាក់នោះទេតែខ្ញុំមានសម្ពាធទើបត្រូវព្រមទទួលឲ្យតែរួចពីមាត់ថាមានអារម្មណ៍យ៉ាងណាចំពោះគេពេលនេះសោត្រឹមថាព្រមសាប់គប់ជាមួយគេឬអត់ចិញ្ចាមរបស់នាងជ្រួញចូលគ្នាព្រោះគិតមិនចេញអូយនៅគិតស្អីទៀតហ่าសាប់គប់ទៅចេញទៅប្រាប់គេទៅឥឡូវភ្លាមមិនចាំបាច់រងចាំឲ្យដកមួយឆ្នាំទេមិត្តភ័ក្តិគាំទ្រពេញបន្ទុកអត់ទេឲ្យរងចាំមួយឆ្នាំល្អហើយឯងក៏ដឹងថាគេជាកំពូល Playboy បើគេបោកស៊ីខ្ញុំមិនយ៉ាប់ទៅហើយឬខ្ញុំព្រមឲ្យព្រមអាចារ្យទៅអ្នកដែលខ្ញុំស្រឡាញ់ហើយគេស្រឡាញ់ខ្ញុំពិតប្រាកដប៉ុណ្ណោះហើយឯងមិនខ្លាចគេរងចាំមិនបានទេឬមួយឆ្នាំយូរណាស់ហើយចាប់មិនបានក៏តាមតែគេទៅបើស្រឡាញ់មែនមួយឆ្នាំបានមិនមែនជាបញ្ហាទិញខណៈនោះមានទូរស័ព្ទផ្ញើសារ sticker ទៅនាងទាញទូរស័ព្ទចេញពីត្រចៀកពេលមើលអេក្រង់ក៏ឃើញថាចៅវាយកំពូលផ្ដាច់ការរបស់នាងផ្ញើមកនោះឯងត្រឡប់មកវិញមកតារានមួយឆ្នាំទៅខ្ញុំព្រមឲ្យបេប៊ីបេះដូងរបស់នាងលូតញាប់ហាក់ដោយត្រូវបាញ់ដោយសារធាតុរំញោចទើបទាញវាមកផ្អឹបនឹងត្រចៀកដើម្បីនិយាយជាមួយមិត្តភ័ក្តិបន្តតារានឯងកំពុងស្ដាប់ខ្ញុំឬអត់នេះកំពុងស្ដាប់ហើយជួនអីគេផ្ញើសារមកឲ្យថាយ៉ាងម៉េចប្រាប់ថាគេព្រមធ្វើលក្ខខណ្ឌរបស់ខ្ញុំហើយពិសោធន៍ខ្លួនឯងមួយឆ្នាំហ៎អូហូមានន័យថាគេស្រឡាញ់ស្មោះចង់រៀបការជាមួយពេលនេះម៉េកមិនបានលេងសើចទេវើយអូខេអញឆាប់ទៅរកគេវិញទៅកុំរបូលតែក្បោកក្បាច់មនុស្សប្រុសគេព្រមដើម្បីគ្រប់យ៉ាងដើម្បីយើងឲ្យបែបនេះកុំឲ្យរបូលពីដៃជាដាច់ខាតវើយសម្រាប់ថាឯងជាមិត្តរបស់អ្នកណាគេគាំទ្រពេកហើយញុះញង់ឲ្យខ្ញុំទៅសាបគប់ជាមួយគេព្រោះមានបំណងល្អនឹងអីទៅញុះញង់ទៅខ្ញុំមកកាត់ឈុតចាំចូលរួមមង្គលការរបស់ឯងបាយអារីមនិយាយចប់ក៏ចុចផ្ដាច់ទូរស័ព្ទភ្លាមដោយមិនឲ្យមិត្តភ័ក្តិនិយាយបន្តហេអារីមដាក់ចុះបាត់តារានធ្វើមាត់ស្រួចដោយការខ្នើសចិត្តនឹងមិត្តភ័ក្តិទិញMaxi Million ផ្ញើសារមកឲ្យទៀតខ្ញុំនិយាយមែន baby សន្យាថាមួយឆ្នាំមកចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើខ្លួនជាបរិសុទ្ធល្អរបស់អ្នកនាងតែម្នាក់គត់បើអ្នកនាងមិនចូលចិត្តឲ្យខ្ញុំស្បត់ក៏បានដែរចវាយប្រកាសជាប្រជាស្អីយ៉ាងនេះវើយនាងក្រមុំរអ៊ូតែម្នាក់ឯងព្រមទាំងសរសេរសារផ្ញើទៅវិញមិនចាំបាច់ស្បត់ទេមានន័យថាអ្នកនាងជឿខ្ញុំកុំសប្បាយចិត្តមិនបាច់ស្បាត់ព្រោះបែរចវាយធ្វើខុសសន្យាខ្ញុំនឹងចាត់ការចវាយដោយខ្លួនឯងថាម៉េចមនុស្សប្រុសដែលនិយាយថាឈប់ប៉ុន្តែតែលួចស៊ីក្រៅគឺស័កសមឲ្យដែលត្រូវចាប់កាត់មិនឲ្យឡើងក្រែជាមួយអ្នកណាបានទៀតមួយជីវិតខ្ញុំមិនព្រមទេយ៉ាងហោចណាស់មិនត្រូវកាត់របស់ខ្ញុំចោលនោះទេត្រូវនៅជាមួយអ្នកនាងសិនចាច់ជាស្អីគេនាងចងចិញ្ចាមគិតថាដែរ Maxi Million និយាយថាចុចមិនផុតពីត្រីកាមព្រោះមនុស្សដូចជាគេចូលចិត្តនិយាយស្ដីមានន័យពីផ្លូវរហូតកំបាំងមិនប្រាប់ក៏ដឹងមនុស្សដូចជាចវាយគិតរឿងស្អីបានក្រៅពីរឿងក្រំចិត្តដឹងរហូតណប្រកាសហើយចាញ់ពីបន្ទប់តាក់មកខ្ញុំនឹកជ្រុលពេកហើយមិនដល់10នាទីផងហ្នឹងនឹកមែនណាទៅហើយស្នាមញញឹមពព្រាយបង្ហាញឲ្យឃើញលើផ្ទៃមុខស្រស់ស្អាតដោយម្ចាស់មិនដឹងខ្លួនទោះគេចូលចិត្តញាស់នាងឲ្យខឹងតែមិនដឹងថាហេតុអីបានជានាងមានសេចក្តីសុខយ៉ាងនេះមានគេប្រាប់ថាបើស្រឡាញ់ត្រូវតែហ៊ានប្រថុយនាងគួរតែប្រថុយមើលមួយក្តារតែល្អមែនទេតារានដកដង្ហើមចូលឲ្យជ្រៅហៅទំនុកចិត្តឲ្យខ្លួនឯងហើយដើរចេញពីបន្ទប់ទឹកដោយសំណើស្វាហាប់វិញ្ញាណស្រីមានទំនុកចិត្តខ្លួនឯងចូលម្ដងទៀតប៉ុន្តែទំនុកចិត្តនោះត្រូវរលាយអស់ពេលប្រសពនឹងភ្នែករបស់ម្ចាស់មុខសង្ហាខាប្រលឹងដែលអង្គុយចាំនៅតុអាហារ
Maximilian មើលនាងមួយព្រិចដោយកែវភ្នែកមុតស្រួចពណ៌ផ្ទៃមេឃមានពន្លឺផ្លេកនិងមានន័យម្យ៉ាងកាន់តែនាងដើរទៅជិតខ្សែភ្នែកមួយគូនោះកាន់តែមានពន្លឺនិងឥទ្ធិពលចំពោះរាងកាយដោយស្មានមិនដល់បេះដូងមួយដួងតូចក៏លោតញាប់ទៅចង់ធ្លាយចេញពីទ្រូងហើយនាងក៏ជំពប់ជើងមើលដើរទៅដល់តុអាហារនាងស្រែកអស់សំឡេងដោយការផិតភ័យធ្វើឲ្យមនុស្សម្នានៅក្នុងភោជនីយដ្ឋានងាកមកមើលវិនាទីដែលតារ៉ាន់កំពុងដួបកាប់មុខ Maximilian ក៏ស្ទុះមកជួយតែដោយសារតែភាពរហ័សរហ័នធ្វើឲ្យអ្នកកំឡោះទប់ខ្លួនមិននឹងត្រូវដួលទៅលើព្រំដោយមាននាងក្រមុំសង្កត់ពីលើស្រីស្អាតធ្វើភ្នែកព្រិចពន្លឺភ្នែកមានការផិតភ័យខណៈដែល Maximilian គ្រប់គ្រងស្មារតីបានល្អបបោមាត់មានស្នាបញញឹមពេលមើលតារ៉ាន់ឃើញថាពេលនេះនាងដូចជាកូនក្មេងមិនដឹងខ្យល់អីដែលកំពុងភ័យខ្លាចតារ៉ាន់អ្នកនាងអូខេទេម្ចាស់កែវភ្នែកពណ៌ផ្ទៃមេឃសួរនាំដោយការព្រួយបារម្ភនាងក្រមុំភាំងព្រោះកាន់តែបានប្រសពភ្នែកនឹងអ្នកកំឡោះដោយចិត្តវាកាន់តែស្រូបទាញនិងមានមុនស្នេហ៍មហាសាកមិនអាចតតាំងបានមើលទៅដូចជាចង់ដេកនៅលើខ្លួនខ្ញុំយូរទៀត Maximilian បង្អាប់ខណៈនោះក៏អស់សំណើចតិចដៃទាំងពីរទាំងអោបចង្កេះរបស់នាងរឹតកាន់តែខ្លាំងឈួតអ្នកណាចង់ធ្វើខ្លួនគួរឲ្យស្អប់បែបហ្នឹងនាងនិយាយហើយក៏ងើបចេញពីរាងកាយរបស់ចៅវាយវ័យក្មេងភ្លាមដោយមុខនៅពេលនេះឡើងក្រហមព្រោះការប៉ះពាល់ដ៏ស្អិតស្នាអំបាញ់មិញធ្វើឲ្យស្រីស្រាបខ្លាំងណាស់មិនដឹងទេអ្នកណាដួលមកសង្កត់ខ្ញុំមុនគេងើបតាមពេលដែលអ្នកនៅក្នុងហាងឃើញថាគ្មានអ្វីធំដុំក៏នាំគ្នាទទួលទានអាហារបន្តទៀតខ្ញុំគ្មានចេតនាទេចាចៅវាយពេលដែលនិយាយបេះដូងរបស់នាងនៅតែលោតញាប់អូខេអ្នកនាងយ៉ាងម៉េចហើយខ្ញុំគិតថាតាមអញ្ចឹងនាងក្រមុំជ្រួញច្រមុះដាក់ចៅវាយដោយចិនឆ្អន់ហើយដើរទៅអង្គុយនៅតុសម្រាប់ថាអ្នកនាងឲ្យខ្ញុំពិសោធន៍ខ្លួនឯងរយៈពេល1ឆ្នាំមែនឬ Maximilian សួរបញ្ជាក់ព្រោះខ្លាចនាងភ្លេចចៅវាយមិនគិតថាវាយូរពេកឬនាងក្រមុំលើកកែវស្រាក្រហមមកចាប់បន្លប់ការអឹមអៀននិងដៀងមើលទន្លេថែមជំនួសមុខសង្ហារបស់អ្នកសួរមិនយូរទេដើម្បីអ្នកនាងខ្ញុំព្រមធ្វើគ្រប់យ៉ាងគេដឹងថាគ្មានអ្វីមកបានងាយពិសេសរបស់មានតម្លៃដូចជាតារ៉ាន់បើចៅវាយបញ្ជាក់អញ្ចឹងខ្ញុំនឹងឲ្យឱកាស1ឆ្នាំទៀតចាំសរុបលទ្ធផលនាងគិតថានេះជាជម្រើសល្អបំផុតគិតថា Maximilian មិនអាចទ្រាំបានដល់1ឆ្នាំជាតិព្រានារីនៅក្នុង DNA របស់គេខ្លាំងដល់ថ្នាក់នោះគ្មានផ្លូវគ្រប់គ្រងខ្លួនឯងបានមិនឲ្យឡើងក្រែជាមួយមនុស្សស្រីបានឡើយអូខេខ្ញុំនឹងរងចាំគេនិយាយដោយទឹកមុខមាំតារ៉ាន់មិនធ្លាប់គិតទេថាមានឱកាសឃើញចៅវាយកំពូលផ្ដាច់ការរបស់ខ្លួនព្រមចាញ់ប្រៀបនាងបែបនេះច្បាស់ហើយបាទគ្មានអ្វីដែលច្បាស់ជាងការសម្រេចចិត្តលើកនេះទៀតទេសម្រាប់ខ្ញុំបើអញ្ចឹងសម្រេចតាមហ្នឹងនាងញញឹមចងមាត់នឹងមើលគេដោយខ្សែភ្នែកឆ្នះឆ្នើមខ្ញុំថាចៅវាយប្រហែលធ្វើមិនបានទេរងចាំមើលទៅថាខ្ញុំធ្វើបានឬអត់ខ្ញុំនឹងរងចាំមើល1ឆ្នាំចង់ថាយូរក៏មិនយូរតែកំឡុងពេល1ឆ្នាំនេះគេនឹងធ្វើឲ្យនាងនិងគេបានឃើញធាតុពិតរបស់គ្នាកាន់តែច្រើនដើម្បីឈានទៅដល់ដំណាក់កាលសែបគប់គ្នាជាផ្លូវការប្រថុយមើលម្ដងទៅចោះក៏មិនខូចខាតអីដែរ